យុវជននិងអ្នកគូទេសទេសចរបង្ហាញនៅការចងចាំដ៏ល្អសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល3ថ្ងៃនៅលើទឹកដីសៀមរាបចាប់ពីថ្ងៃទី14 15ដល់16ខែមេសាឆ្នាំ2025យុវតីសៀងហ៊ីនិស្សិតឆ្នាំទី1មកពីខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី16ខែមេសាដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តថាសប្បាយចិត្តដែលបានឃើញមនុស្សយ៉ាងច្រើនកកហើយគឺជាលើកទី1ដែលកញ្ញាឃើញមានការរៀបចំកម្មវិធីបែបប្រពៃណីយ៉ាងច្រើនកញ្ញាចង់ឲ្យមានព្រឹត្តិការណ៍បែបនេះកើតមានឡើងបន្តទៀតដើម្បីចូលរួមជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនសប្បាយឃើញមនុស្សច្រើនចម្លែកពួកខ្ញុំមិនដែលបានមកឃើញគេរៀបចំកម្មវិធីប្រពៃណីខ្មែរច្រើនដូចជាការលេងល្បែងជាប្រៃអីហើយគេលេងរបៀបត្រុតអីខ្ញុំចង់ឲ្យមានអង្គរសង្ក្រាន្តលើកទៀតដោយសារចង់ឲ្យមានភ្ញៀវទេសចរច្រើនមកលេងកម្ពុជាយុវជនមេងស៊ីមកពីរាជធានីភ្នំពេញបានប្រាប់ដែរថាក្រៅពីការចូលរួមលេងកម្សាន្តរូបគេក៏ជាយុវជនស្ម័គ្រចិត្តផងដែរនៅក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះនេះក៏ជាលើកទី1ដែលមកលេងអង្គរសង្ក្រាន្តហើយក៏ខ្ញុំចូលជាយុវជនស្ម័គ្រចិត្តលើកទី1ដូចគ្នាខ្ញុំពិតជាមានសេចក្តីសប្បុរសរីករាយឡើងដោយសារតែឃើញបងប្អូនប្រជាពលរដ្ឋគាត់ចូលរួមច្រើនហើយក៏បានចូលរួមចំណែកក្នុងការសម្របសម្រួលហើយពួកគាត់ក៏ចូលរួមសហការមួយពួកខ្ញុំរីឯយុវជនសួនប្រសិទ្ធនិស្សិតឆ្នាំទី4ដែលជាអ្នករស់នៅខេត្តសៀមរាបផ្ទាល់បង្ហាញអារម្មណ៍ថាពិតជាសប្បាយចិត្តក្នុងនាមជាម្ចាស់ផ្ទះរៀបចំដោយឃើញមានភ្ញៀវជាតិនិងអន្តរជាតិចូលរួមយ៉ាងច្រើនកកខ្ញុំសប្បាយចិត្តឃើញមានបងប្អូនខ្មែរយើងមកលេងច្រើនទាំងភ្ញៀវជាតិអន្តរជាតិហ្មងហើយឃើញមានប្លែកជាងឆ្នាំមុនច្រើនហ្មងខ្ញុំសប្បាយចិត្តខ្លាំងដូចឆ្នាំមុនឃើញរៀបចំដែរតែរឿងតិចតួចឆ្នាំនេះឃើញច្រើនមានទាំងកន្លែងលេងល្បែងមានអីច្រើនជាងមុនសម្រាប់ការរៀបចំអង្គរសង្ក្រាន្តនេះគឺជួយលើកស្ទួយវប្បធម៌និងទេសចរក្នុងស្រុកយើងបានច្រើនចង់ឲ្យមានរាល់ឆ្នាំបងហើយចង់ឲ្យគាត់ឲ្យក្រសួងអាប់ក្រេតឡើងម្ដងតិចឡើងឲ្យធំទៅយុវតីសំណាងជាសិស្សដែលបានមកលេងអង្គរសង្ក្រាន្តគ្រប់លើកបានកោតសរសើរការរៀបចំឆ្នាំ2025នេះឃើញមានការតុបតែងយ៉ាងស្អាតទាំងការស្លៀកពាក់នៅសម្លៀកបំពាក់បុរាណហើយនិងរបាំបុរាណដែលជាការទាក់ទាញចង់ឲ្យមានរាល់ឆ្នាំព្រោះលើកស្ទួយវប្បធម៌ឲ្យគេអ្នកទេសជិតខាងបានឃើញអញ្ចឹងជួយជំរុញឲ្យភ្ញៀវទេសចរមកលេងស្រុកខ្មែរស្គាល់ស្រុកខ្មែរបានច្រើនរីឯយុវជនកំហៅជាសិស្សសាលាដែលបានមកលេងជាមួយបងប្អូនមិត្តភ័ក្តិបង្ហាញអារម្មណ៍រំភើបនិងសប្បាយចិត្តដែលឃើញមានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិចូលរួមយ៉ាងច្រើនកកផ្លែច្រើនហ្មងសប្បាយរំភើបខ្ញុំបានឃើញគេរៀបចំនៅកោសង្ក្រាន្តនេះបានឃើញស្អាតល្អតាក់ទាញភ្ញៀវទេសចរច្រើនក្នុងយុវជនខ្ញុំចង់ឲ្យគេរៀបចំចឹងរហូតដើម្បីជួយឲ្យភ្ញៀវទេសចរនៅសៀមរាបនេះមានកាន់តែច្រើនមិនខុសពីយុវជនទាំងនេះដែរលោកថៃសំអាតអ្នកគូទេសចរប្រចាំតំបន់អង្គរបានសង្កេតឃើញថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះបានផ្សព្វផ្សាយនៅវប្បធម៌ប្រវត្តិសាស្ត្រទាំងរូបិយនិងអរូបិយលោកក៏រំពឹងថាទេសចរចិននឹងមកលេងប្រទេសកម្ពុជាបានកាន់តែច្រើនខណៈដែលចិនគឺជាប្រទេសដ៏មានសក្តានុពលលើវិស័យទេសចរដោយសារតែមានប្រជាជនយ៉ាងច្រើនព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះយើងបានផ្សព្វផ្សាយនៅវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្រមានទាំងរូបិយនិងអរូបិយអញ្ចឹងហើយខ្ញុំគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំទៅមិនហើយយើងឃើញថាខ្ញុំណាក់នៅតំបន់សៀមរាបនឹងដែរទេខ្ញុំឃើញថាប្រជាពលរដ្ឋមកជើញមកលេងច្រើនយ៉ាងកុះកបាទសង្ឃឹមថាការផ្សព្វផ្សាយរបស់ក្រុមហ៊ុនឯកជននិងខាងក្រសួងស្ថាប័នដើម្បីតាក់ទងទីផ្សារយ៉ាងណាទៅកាន់ទីផ្សារប្រទេសចិនដើម្បីឲ្យប្រជាពលរដ្ឋចិនគាត់មកលេងឲ្យបានច្រើនបាទគូបញ្ជាក់ថាអង្គរសង្ក្រាន្តឆ្នាំ2025ត្រូវបានរៀបចំឡើងក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជនខ្មែរមកពីគ្រប់ទិសទីក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអង្គរសង្ក្រាន្តឆ្នាំនេះដែរត្រូវបានគេចាត់ទុកថាជាការនាំយកកេរមរតកអរិយធម៌វប្បធម៌ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់មករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គរសភាសហព័ន្ធយុវជនកម្ពុជាដែលជាតួអង្គដ៏សំខាន់រៀបចំកម្មវិធីនេះបានបញ្ជាក់ថាអង្គរសង្ក្រាន្ត2025មានលក្ខណៈពិសេសជាងឆ្នាំមុន
ដែលបង្ហាញពីការជួបជុំគ្រួសារខ្មែរក្នុងការស្លៀកសម្លៀកបំពាក់ប្រពៃណីនៅមុខប្រាសាទអង្គរវត្តក្នុងនោះមានកម្មវិធីយ៉ាងច្រើនដែលសុទ្ធតែជាកម្មវិធីផ្ដល់នូវភាពសប្បាយរីករាយផងហើយក៏ជាការចូលរួមឆ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានយកមករំលេចនៅក្នុងកម្មវិធីនីមួយៗក្នុងគោលដៅបំផុសស្មារតីស្រឡាញ់និងលើកស្ទួយវប្បធម៌ជាតិ